យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាមាសពិភពលោកបានបញ្ជាក់ថាពេលនេះធនាគារកណ្ដាលងាកមកទិញមាសវិញនៅក្នុងខែមេសាបន្ទាប់ពីខែមីនាបានឃើញធនាគារកណ្ដាលប្តូរទៅជាអ្នកលក់មាសដែលជាទុនបម្រុងរបស់ខ្លួនលោកស្រី Marisa Salim ប្រធានផ្នែកស្រាវជ្រាវជាន់ខ្ពស់របស់ក្រុមប្រឹក្សាមាសពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានសរសេរថាធនាគារកណ្ដាលបានបន្តការទិញមាសសុទ្ធឡើងវិញក្នុងខែមេសាដោយបានទិញចំនួន17តោននេះគឺជាការងើបឡើងវិញពីការលក់ដ៏ច្រើនដែលបានរាយការណ៍កាលពីខែមីនាលោកស្រីបានកត់សម្គាល់ថាប្រទេសប៉ូឡូញនៅតែជាអ្នកទិញកំពូលប្រចាំខែគឺ14តោនខណៈដែលប្រទេសចិនបានបង្កើនល្បឿននៃការទិញរបស់ខ្លួនការទិញរបស់ប្រទេសចិនមានចំនួន8តោនគឺជាចំនួនខ្ពស់បំផុតចាប់តាំងពីខែធ្នូឆ្នាំ2024និងបន្តការទិញបច្ចុប្បន្នរបស់ខ្លួនរហូតដល់18ខែជាប់គ្នាសាធារណរដ្ឋឆែកបង្ហាញភាពជាប់លាប់ស្រដៀងគ្នាក្នុងការទិញដោយបានទិញ3តោនក្នុងខែមេសាដែលជាការទិញប្រចាំខែលើកទី38ជាប់គ្នាទន្ទឹមនឹងនេះរុស្ស៊ីបន្តនិន្នាការលក់របស់ខ្លួននៅក្នុងខែនេះ6តោនជាមួយនឹងការលក់ប្រចាំឆ្នាំចំនួន22តោនធនាគារកណ្ដាលអឺរ៉ុបខាងកើតនិងអាស៊ីបន្តគ្របដណ្ដប់លើផ្នែកទិញជាមួយនឹងការទិញប្រចាំខែយ៉ាងជាប់លាប់ក្នុងរយៈពេល36ខែកន្លងមកនេះតំបន់ទាំងពីរបានទិញជាមធ្យមរួមគ្នា12តោននិង11តោនក្នុងមួយខែសកម្មភាពធនាគារកណ្ដាលសកលបង្ហាញពីការទិញសុទ្ធជាមធ្យម29តោនក្នុងរយៈពេលដូចគ្នានេះ